bạn chỉ điệp số bồng mai bồng bồn bạn ngày nay cứ ngày thì đập bơi khai bơi năm pi pần phẩy pram bạn khàn thơ với tổ mơn du ấy bồng mai bồng bồn và lời thọt về là nghe rồi xa tại nhom rô vua của một phò chân ti hay đừng càng nghe một nhật phong hay ở sơ bản thơ với tổ mơn thọt ở trái chuồn bồng bồn tô na การจำเมินเด็กนะครูซามาให้เอาโรสีตามเปรย์ให้นึงยังเอาจำเลยคลาคลาจำเลยคือยังมีเสือbạnเสือให้ยังเลี้ยจำเลยสดbạnได้ยังติงปีภาษานะbạnคลา bạn ให้นี่คือเวทีมวยบางคนสอนละสายสมเหมือนให้มวยชิดกะลักกะโลออกคลาให้เหมือนบอกย้อมให้nhờ ban phải chỉ bị bay sầm một tiền ấy vùng mèo bốn bạn chânដោយសារតែវាស៊ីឆ្អែតចឹងវាអត់សូវបានមកដណ្ដើមចំណីគ្នាស៊ីគ្នាខ្ញាទេគឺវាដើរលេងបាទរត់លេងទីធ្លាចាំងសប្បាយរីករាយបាទតាមធម្មជាតិរបស់វាណាเหมือนស្រែយើងគឺចឹងឯងបាទយើងអត់អាចថាក្រុងវាឲ្យវានៅតែលើទ្រង់បានទេបាទព្រោះមិនខ្មែរយើងទៅលើវាគឺអត់អញ្ចឹមក្នុងតែក្នុងទ្រង់ទេបាទហើយចឹងយើងបានទីធ្លាវារត់លេងចឹងសប្បាយបាទអ្វីដែលយើងត្រូវការពារគឺសត្វឆ្កែតាមមុខដែលយើងខ្លាចដោយសារតែវាធ្លាប់ខំមើលទាខ្ញុំងាប់អស់ខ្លះហើយបងប្អូនបាទតែយូរវាមកខំម្ដងទេបាទហើយនៅក្នុងព្រៃតែមានឆ្កែវារត់មករស់ស៊ីតាមដប់តាមដងវាឃើញវាដេញខំលេងហ្នឹងណាបាទឆ្កែដូចជាឆ្កែនេះបាទកងវិស្វកម្មដែលកើតកាយដីចិត្តផ្ទះខ្ញុំហ្នឹងខាងមុខហ្នឹងបាទអញ្ចឹងវាខំកញិចលេងកញិចលេងហ្នឹងណាបាទអត់ស៊ីឯងវាគ្រាន់តែខំកញិចលេងអញ្ចឹងដូចទាខ្ញុំអញ្ចឹងគឺនៅសល់ប៉ុណ្្នឹងបាទដោយសារតែបើយើងនិយាយថាបើវាខំងឹបឲ្យអស់10ទាមកពងបងប្អូនបាទឥឡូវនៅសល់6ក្បាលគឺយើងទុកចូលឆ្នាំខ្មែរខាងមុខនេះជិតដល់ហើយបងប្អូននៅសល់តែបាទមួយខែទៀតទេបាទថ្ងៃនេះយើងថ្ងៃទី13ហើយអញ្ចឹងវានៅខ្ទង់មួយខែទៀតចូលឆ្នាំតែដូចអត់សូវឃើញមកខំទៀតទេបាទដោយសារយើងអត់បានដាក់ក្នុងទ្រុងវាអញ្ចឹងណាបងប្អូនបាទហើយនេះបាទសិតតែជំទង់បាទមួយកន្លះគីឡូហើយបាទប៉ុណ្ណេះបាទវាស៊ីឆ្អែតវាអត់សូវមកស៊ីចំណីអីទេបងប្អូនបាទគឺនេះវាមុនញើសមុនគេហើយបាទ10ក្បាលប៉ុន្តែឆ្កែខំងាប់អស់2យើងអត់បានទៅដើររកទេថ្ងៃមុនដេញខំដែរតែយើងតាមទឿនអញ្ចឹងណាបងប្អូនបាទហើយដោយសារតែខ្ញុំសង្កេតឃើញមុនខ្ញុំនេះគឺចិញ្ចឹមដាច់ដោយឡែកម្នាក់ឯងនៅតាមទូលបាទនៅតាមព្រៃដាច់ឡែកម្នាក់ឯងអញ្ចឹងឃើញថាវានឹងកើតបាទតែតើនឹងជំងឺគឺអត់សូវមកបៀតបៀនទេអត់ឃើញមានជំងឺឈឺអីទេបងប្អូនបាទគឺយើងការពារតែសត្វឆ្កែមកខំទៅបានហើយបាទពស់អីយើងអត់សូវឃើញមានបាទសត្វស្កាសត្វអីគឺអស់ហើយបាទចឹងគម្រោងរបស់ខ្ញុំនឹងទិញសណាញ់ដែកពើតជុំវិញបាទខ្ញុំពើតសណាញ់ដែកពើតជុំវិញលបងផ្ទះរបស់ខ្ញុំបាទ50ម៉ែត្រ4ជ្រុងបងប្អូនបាទចឹងវាមើលទៅវាធំក្រិនដែរចឹងមិនខ្ញុំនឹងបាត់ទីធ្លាលេងខ្លះហើយគឺតែច្រើនគឺវាទៅលេងចកាវាយនទីគេខាងនោះបាទចឹងសិនតែយើងខាងសណាញ់ដែកវានៅតែក្នុងនេះតែឡើយយើងនឹងឲ្យចំណីវាស៊ីឲ្យច្រើនបន្តិចបាទហើយនឹង
យើងបង្កើតសូនស្មៅសូនអីចឹងណាខែភាសាចឹងយើងប្រុសស្មៅប្រុសអីទៅហើយវាមានស្មៅអីដើម្បីវាចឹកស៊ីចឹកអីទៅបាទអត់អាចឲ្យវាយើងដាក់ទឹកស្រូវឲ្យវាស៊ីបានទេបាទព្រោះមឿនវាត្រូវការគ្រប់មកជីជាតិបាទដើម្បីទៅចិញ្ចឹមឲ្យវាឆាប់ធំធាត់ធំលឿនចឹងទៅបាទស្មាននេះហើយពងដើររកកាយស៊ីបាទខាងខ្ញុំនេះគឺថ្ងៃទី13ខែ3ឆ្នាំ2025នេះគឺមានភ្លៀងធ្លាក់បាទក្នុងខែនេះអាចមានភ្លៀងធ្លាក់2ដងហើយបងប្អូនបាទភ្លៀងថ្ងៃទី7ហ្នឹងម្ដងឥឡូវថ្ងៃទី12យប់ថ្ងៃទី12ជា13នេះគឺភ្លៀងម្ដងហើយនេះយើងបារម្ភដែរយើងខ្លាចផ្ដាសាយមឿនដាក់សាអីតែយើងមើលទៅដូចជាអត់បញ្ហាអីទេបងប្អូនបាទដូចជាមិនមានបញ្ហាអីទេបាទគឺវាសុខភាពវារត់លេងឲ្យធម្មតាបាទអញ្ចឹងយើងអាចថាសុខភាពវាអាចទទួលយកបានយើងមិនបាច់ការពារឬក៏ភ័យអីទេបាទអញ្ចឹងទាយើងក៏អត់អីដែរបាទចំស្រួលណាបាទអញ្ចឹងណាយើងចំនេះឯងអញ្ចឹងស្រួលបាទយើងមិនបាច់ភ័យមិនវាឆ្លងជំងឺអីផ្សេងអញ្ចឹងណាបាទហើយខ្ញុំទទួលវាវគ្គទី2គឺបាន3សំបុកទៀតហើយមកសំបុកទៀតកំពុងតែមេ5បាទបងប្អូនហើយសាយកូនណាហើយទទួលបាន3សំបុកទៀតហើយលើកនេះអត់សូវបានច្រើនដោយសារថាខ្ញុំរវល់អត់សូវបានមើលដល់បានធ្វើសំបុកធ្វើឲ្យត្រឹមត្រូវណាបាទអញ្ចឹងវាមានបញ្ហាពងលាយគ្នាញើសខ្លះអត់ខ្លះណាបាទតែយើងបណ្ដាក់គ្នាបានអត់អីទេកុំឲ្យវាចឹងវាពងលាយគ្នាមុនក្រោយហ្នឹងទៅមុនញើសទៅខ្លះសល់ហ្នឹងទៅហើយក្តៅខ្លាំងបាទដោយសារក្តៅខ្លាំងទៅវាចង់វាញើសអត់អស់ដូចមុនណាពីមុនញើសសល់តែមួយឥឡូវញើសអាចសល់2សល់3ដែរបាទចឹងខែក្តៅខ្លាំងក៏អត់កើតដែរអញ្ចឹងប៉ុន្តែខ្ញុំបាញ់ទឹកបាទខ្ញុំអាសាបាញ់ទឹកក្នុងទ្រុងគៀនទ្រុងដើម្បីឲ្យត្រជាក់អត់មានចំហាយទឹកណាព្រោះមិនក្រាំងតែខែក្តៅអត់មានចំហាយទឹកវាអាចខូចពងហើយអញ្ចឹងយើងត្រូវបាញ់ដែរបាញ់ទឹកហ្នឹងឲ្យវាសើមដីទៅវាមានចំហាយទឹកដើម្បីឲ្យមិនអញ្ចឹងញើសបានល្អវាមិនខាត់បងឲ្យច្រើនវាញើសបាទសល់1 2 1 2វាមិនអីទេបាទអានេះវាទី2បាទញើសកូនវាធំក្រិនហើយពុកម៉ែបងប្អូនបាទឥឡូវមេវាចាប់ដើមឡើងទំនំចោលទៅបាទស្រែកចេចាច់ទៅបាទហើយតិចទៀតខ្ញុំនឹងចាប់ឲ្យវាដេកនៅដាច់ចល័យដោយសារមេច្រើនហ្នឹងទៅវាចឹកគ្នាលេឡំកូននេះវាចឹកអញ្ចឹងណាវាអាចងាប់ដែរយើងមើលមិនទឿនគឺវានឹងចឹកងាប់ហើយបាទបងប្អូនបាទអញ្ចឹងសូមអរគុណច្រើនពុកម៉ែបងប្អូនដែលតាមដានបាទ channel របស់ខ្ញុំបាទសូមជួយ like subscribe បន្ថែមផងបាទសូមអរគុណច្រើនបាទជម្រាបលា